បាទអូខេសួស្តីគ្នាយើងទាំងអស់គ្នាថ្ងៃហ្នឹងយើងនឹងមកនិយាយពី slicer ហើយនិង sparkline នៅក្នុង Excel ថាគេប្រើវានៅពេលណាស្អីគេ slicer sparkline ហ្នឹងមិនទៅចាំបាច់ស្គាល់វាទៅអីបាទអញ្ចឹងនេះជា overall របស់វាតកតងជាមួយនឹង slicer វាគឺសម្រាប់ពពុះប៊ូតុង filter យើងអាចចុចលើប៊ូតុងមួយនឹងមកអញ្ចឹងព័ត៌មានទាំងអស់វានឹងបង្ហាញតកតងជាមួយនឹងប៊ូតុងមួយហ្នឹងដូចជាក្នុងនេះអញ្ចឹងយើងមាន2 staff មានតារាហើយនិងបុប្ផាអញ្ចឹងទៅអញ្ចឹងបើសិនជាខ្ញុំคลิกលើតារាអញ្ចឹងទៅគឺព័ត៌មានដែលតកតងមួយតារា show ទាំងអស់បុប្ផាអត់ show ទេលក្ខណៈបែបហ្នឹងណាបាទដល់ពេល sparkline ហ្នឹងគឺវាតកតងជាមួយនឹងពពួក mini chart ដូចយើងឃើញនៅក្នុងនេះអញ្ចឹងយើងមានតារាអញ្ចឹងវាមានប្រភេទព័ត៌មានវា40 55 30 70អីអញ្ចឹងទៅគឺព័ត៌មានវាមក show នៅក្នុងជាប្រភេទcrop ដែរប៉ុន្តែវា show ជាតូចបាទវាអត់ធំពេកទេអញ្ចឹងវាដូចទៅនឹង line ពពួក line chart ធម្មតាអញ្ចឹងគាត់ថាវា show នៅក្នុង cell របស់ Excel មកបាទអូខេណោះអញ្ចឹងអានេះគឺតាក់ទងជាមួយនឹងយើងមានព័ត៌មានច្រើនអញ្ចឹងទៅហើយយើងចង់ filter វាអូខេអញ្ចឹងយើងត្រឡប់មកមើលព័ត៌មានរបស់យើងហ្មងក៏បានដែរអូខេអញ្ចឹងខ្ញុំនិយាយពី slicer មុនចុះបាទអញ្ចឹងបើសិនជា slicer ពីច្រើនបើសិនជាព័ត៌មានតិចពួកយើងមិនសូវមានបញ្ហាអីទេឧទាហរណ៍ដូចព័ត៌មានយើងផ្លាត់ធ្វើរហូតដល់ហ្នឹងគឺអត់អីទេប៉ុន្តែនៅពេលដែលយើងជួបព័ត៌មានច្រើនឧទាហរណ៍ដូចព័ត៌មានមួយនេះមួយណាគឺព័ត៌មានរបស់វាច្រើនមែនតើចានេះគឺគ្រាន់តែ cell មួយណារបស់ Nigeria បាទអញ្ចឹងយើងមាន product ID ថ្ងៃខែដែលគេទិញហើយនឹង zip code zip postal code ហ្នឹងហើយនឹងចំនួនតម្លៃប៉ុន្មានហើយនឹងប្រទេសមួយណាអញ្ចឹងក្នុងនេះគឺប្រទេសរបស់ Nigeria ទាំងអស់អញ្ចឹងយើងមើលប៉ុន្មានរ៉ូចង់ដឹងថាប៉ុន្មានរ៉ូคลิกលើវាមកនេះវាមាន sum ហើយ count អញ្ចឹងគឺមានរហូតដល់មក 20,000 រ៉ូឡោះ 20,000 រ៉ូអញ្ចឹងនៅពេលដែលខ្ញុំចង់មើល zip code ហ្នឹងគឺតាក់ទងជាមួយនឹងទីតាំងតែ zip code នេះឬក៏ zip code ណាដែលលក់បានច្រើនជាងគេចឹងយើងធ្វើមិនទៅយើងមកអង្គុយមើលទៅវិធីដែលយើងងាយដែលយើងបានរៀនហើយគឺយើងបំលែងពីពពួក spreadsheet ធម្មតាហ្នឹងឲ្យคล้ายទៅជាតារាងអូខេយើងបានរៀនតារាងហើយអញ្ចឹងធ្វើម៉េចយើង control T ក៏បាន format as table ក៏បានអូខេណាយើងអាចឆ្លាញ់មួយណាយើងពេញចិត្តមួយណាយកមួយនឹងចុះឧទាហរណ៍អូខេណារបស់យើងមាន header អត់នេះអូខេ my table has header នេះមានអញ្ចឹងយើងចុច OK មកបាទអូខេអញ្ចឹងយើងបានហ្នឹងហើយនៅពេលដែលយើងចង់បាន total វាណានៅពេលដែលបើសិនជាយើងអត់មានវាទេយើងខុសទៅសេរូបមុនហើយ select វាទាំងអស់ប៉ុន្តែបើយើងមានហើយអូខេបន្ទាប់មកមួយទៀតពេលដែលយើងបង្កើតទៅជាតារាងហើយដដែលគឺខ្ញុំណែនាំឲ្យយើងប្រើឈ្មោះតារាង cell Nigeria អូខេបន្ទាប់មកបើយើងចង់បាន total ណាបើធម្មតាយើងត្រូវចុច sum ទាំងអស់ប៉ុន្តែឥឡូវពេលដែលយើងបង្កើតវាតារាងហើយយើងអាច click ណា total row វានឹង show total row នេះគឺវា auto count នៅយើងជាប្រទេសវាអាចបូកចូលគ្នាបានទេចឹងនៅក្នុងនេះយើងចង់បាន total យើងដាក់ថា sum ចឹងយើងនឹងឃើញព័ត៌មានទាំងអស់បើវាអត់ដើរវា sum ហើយពិបាកមើលទៀតយើងចុចលើនឹងទៅយើង format វាទៅជា currency មកយើងនឹងឃើញលុយដែលស្រួលមើលពេលដែលវា load មកចឹងយើង scroll ពិបាក scroll យើងអាច click លើវាហើយយើងចុច control ហើយទាញមកគ្រាប់មកអស់មកណាអូខេខ្ញុំចុចនៅលើ Mac អត់មកអូខេដោយសារខ្ញុំ remote ពី Mac ទៅចឹងទៅខ្ញុំចុច scroll អត់មកចុច control អត់មកតែបើសិនជាធម្មតាយើងចុចពពួក control ហ្នឹងវាធ្លាក់មកហើយអូខេគួរតែមាននៅលើ Mac អូខេអត់អូខេហ្នឹងហើយបើយើងប្រើធម្មតាដែរបើសិនជានៅលើ Mac យើងប្រើពពួក command ផ្ទុយគ្នាអញ្ចឹងណាអូខេអញ្ចឹងក្នុងនេះយើងអាច change វាទៅជាប្រភេទ currency មក double click មកណាបើមិនពេលនេះធុងជូកអញ្ចឹងវាអត់ error ទេអូខេអញ្ចឹងអានេះគឺជាអីគេគឺជា
លុយសរុបនៅពេលដែលយើងចង់បាន zip ណាមួយយើងត្រូវចុចលើនឹងមកហើយយើងរើសយក zip ណាមួយទៅអូខេយើងអញ្ចឹងវានឹងបាន total សរុបរបស់ zip មួយហ្នឹងអូខេអញ្ចឹងយើងត្រូវអូខេ zip មួយនេះផាសវាមកហើយនឹងលុយនេះអូខេបន្ទាប់មកយើងចង់ប្រៀបធៀបគ្នា zip មួយទៀតអូខេអញ្ចឹងយើងត្រូវចុចទៅលើនឹងមកហើយយើងត្រូវចុច zip អូខេអានេះគឺវិធី filter ធម្មតាដែលយើងធ្លាប់ប្រើពីមុនមកអញ្ចឹងគឺ slicer គឺដូច filter នឹងដែរប៉ុន្តែវាជួយយើងឲ្យស្រួលចុចជាងមុនអូខេណាខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំចុច select all អូខេចុច select all អូខេអញ្ចឹងដូចគ្នាដែរដើម្បីឲ្យវាស្រួលចុចជាងមុនយើងคลิกលើវាទៅចូលទៅក្នុង insert នេះមកក៏បានឬក៏ table design នេះមកគេមាន insert slicer คลิกលើ insert slicer ហ្នឹងមកនេះវាមានណាវាមាន zip យើងអាច add លើសពីមួយបានអញ្ចឹងខ្ញុំបញ្យល់តាមតាក់ទៅមួយ zip សិនគេអញ្ចឹងវានឹង show ឲ្យយើងមកដូចជាប៊ូតុងប៊ូតុងបែបនេះធ្វើឲ្យយើងងាយក្នុងការប្រើវាជាងមុនពីមុនយើងត្រូវចុចក្នុងនឹងឲ្យរួមកអញ្ចឹងអត់ទេឥឡូវយើងចុចលើនេះមកនេះអញ្ចឹងព័ត៌មានទាំងអស់គឺសិតតែរបស់zip ដែល001នឹងទាំងអស់យើងអាច scroll មកក្រុមគឺយើងអត់មាន zip ផ្សេងទៀតទេអូខេណាចឹងខ្ញុំ clear សុំ clear នេះមួយចោលអូខេដោយសារខ្ញុំប្រើពី Mac remote ទៅអញ្ចឹងវាអាចយើងខុសមួយចំនួនដែរអូខេអញ្ចឹងខ្ញុំចុចលើនេះមកអញ្ចឹងវានឹង auto fill ឲ្យខ្ញុំបែបនេះឃើញទេវានឹង auto select ឲ្យខ្ញុំ zip បែបហ្នឹងអញ្ចឹងគឺវាងាយចុចជាងមុនណាវាអត់ចាំបាច់ដូចមុនអង្គុយចុចម្ដងមួយនេះគឺវានឹងធ្វើឲ្យយើងស្រួលចុចជាងមុនបាទចុះពេលដែលយើងចង់មើល501ផង701ផងគេអាចចុចលើនេះមកគឺ multi អញ្ចឹងអាចចុច2បានអញ្ចឹងយើងឃើញព័ត៌មាន2ហ្នឹងបញ្ចូលគ្នាអញ្ចឹងទៅអានេះគឺប្រភេទ slicer គឺវាស្រួលឲ្យយើងស្រួលចុចជាងមុនណាបាទគេឬយើងចង់ clear វាអូខេ show ទាំងអស់អញ្ចឹងវានឹង show ទាំងអស់ឲ្យយើងបើយើងថាខ្ញុំមានតែ3 zip អញ្ចឹងចង់ឲ្យវារត់ពីឆ្វេងទៅស្ដាំដូចជាគេកែបាន click លើ slicer ហើយរត់មក slicer ហ្នឹងមកយើងអាចដូរវាឲ្យទៅជាមាន3 column អូខេអញ្ចឹងយើងអាចនឹង show វាបានណាយើងអាចកែពពួកអីផ្សេងទៀតបានណាដាក់ឈ្មោះដាក់អីវាបានអូខេនេះគឺ slicer បើយើងចង់បានមួយទៀតណាបើសិនជាអានេះគឺករណីវាជាប្រភេទ date time ហើយយើងអាចតេស្តវាដោយប្រើ long date មកវាមកអត់បើ long date ហើយវាមកអស់ហើយអញ្ចឹងយើងអាចធ្វើប្រភេទ slicer នឹងបានដូចគ្នាคลิกលើវាមកអូខេអញ្ចឹងយើងអាច click លើ slicer ចុចយក date មួយទៀតមកហើយយើងចុច OK អញ្ចឹងវានឹងមានពពួក slicer ជា zip ផង slicer ជា date ផងអញ្ចឹងយើងនឹងបាន date បែបនេះdate ច្រើនណាស់លោកគ្រូដូចអត់ជួយសោះ date មួយអញ្ចឹងបាក់ដល់ណាតើហ៎បាទអញ្ចឹងគេមានវិធីមួយទៀតនៅពេលដែលវាជាប្រភេទថ្ងៃខែអញ្ចឹងគេអត់ប្រើ date ផ្ទាល់ទេណាថ្ងៃខែអញ្ចឹងគេនឹងប្រើមួយពពួក timeline អូខេអញ្ចឹង timeline គេអាចប្រើជាមួយនឹងពួក pivot table បានអូខេណោះអញ្ចឹងយើងនឹងប៉ុន្តែបើជាទូទៅយើងអាចប្រើវិធីនឹងបានវិធីនឹងសិនណាអញ្ចឹងនៅពេលដែលយើងនិយាយពី pivot table ខ្ញុំនឹងបរៀនពី timeline ថាប្រភេទ slicer ដែរប៉ុន្តែវាអាចមើលជាខែមើលជាឆ្នាំបានដូចគ្នាបាទអញ្ចឹងខ្ញុំអាចអូខេខ្ញុំអត់ប្រើឥឡូវប្រើហើយក៏អត់ជួយដែរអូខេអញ្ចឹងអាចបានឬក៏មួយទៀតខ្ញុំចង់មើល unit ថាភាគច្រើនគេចូលចិត្តទិញចំនួនប្រមាណអញ្ចឹងយើងអាច click insert មកណាគេមាននេះ slicer ឬក៏ចូល design មក slicer មួយនេះមកថានេះ unit អូខេអញ្ចឹងវានឹងចាប់មកឲ្យយើងហើយឲ្យយើងអាច select បាននេះភាគច្រើនគេចូលចិត្តទិញបានមើលទិញច្រើនជាងគេហើយទិញដល់40មានមួយមានទិញដល់70ណា70ចំនួនក៏មានតែមួយដែរប៉ុន្តែភាគច្រើនគឺទិញតែម្ដុំតិចទេមួយក៏ច្រើនពីរក៏ច្រើនបីក៏ច្រើននេះគឺប្រភេទ slicer បាទអូខេណោះដល់ពេលមួយទៀតវាតាក់ទងមួយនឹងspark line អញ្ចឹង spark line នឹងមិនអូខេអញ្ចឹង spark line គឺប្រភេទពពួកនេះណាអានេះគឺ slicer នេះយើងអាចរើសយក region time period គឺ type អីផ្សេងដល់ពេល spark line គឺវា show ជា chart នៅក្នុង sheet របស់យើងហ្នឹង
ok เนาะអញ្ចឹងយើងមកមើល spark line របស់វាខ្ញុំសុំ copy ព័ត៌មាននេះចុះអូខេអូខេណាខ្ញុំយកមកអូខេនេះយើងមានឈ្មោះបូរ៉ាណាយើងមានថ្ងៃណាថ្ងៃច័ន្ទអង្គារពុធពហុអីចឹងទៅហើយយើងចង់គូវាធម្មតាបើសិនជាយើងប្រើ chart ធម្មតាក៏បានដែរណាយើងអាច select លើវាមកហើយយើងចូលនៅក្នុង insert ចូលនៅក្នុង line chart មកក៏បាននេះក៏ bar chart មកក៏បានអូខេអញ្ចឹងយើងនឹងបាញ់ chart បែបនេះណាមានបូរ៉ាតារាហើយនឹងបូផាសំទោសអូខេយើងនឹងអាច show បែបនេះបានតែពេលខ្លះទៅយើងមានព័ត៌មានអីផ្សេងៗទៀតអាហ្នឹងវាធំពេកអញ្ចឹងទៅអញ្ចឹងគេមានវិធីរបស់គេគឺគេអាច show វានៅលើនេះហ្មងនេះគេហៅ spark line គឺ show នៅលើហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យ show ធំអញ្ចឹងទេខ្ញុំ show តូចបានដែរអញ្ចឹងគេអាច select លើវាមកហើយចូលទៅក្នុង insert មកគេមាននេះគេពួក spark line អញ្ចឹងវាមានជាប្រភេទ line ជា column win loss អីផ្សេងៗហ្នឹងអញ្ចឹងសាកចុចលើ line នេះមកអញ្ចឹងអានេះគឺជា data យើងណា data ដែលយើងយកទៅគូនេះគឺ data ដែលយើងយកទៅគូ chart ហើយយើងគូនៅណាមិនយើង select ទាំងអស់ហ្នឹងណាអញ្ចឹងថានេះខ្ញុំគូនៅនេះអូខេខ្ញុំយកdata B2 ដល់ E3 ហ្នឹង B3 ហ្នឹងយកមកគូនៅ F1 F2 F3 យើង click OK មកនេះយើងនៅបាន chart បែបនេះអូខេបាទអញ្ចឹងយើងអត់បាច់គូនៅ chart ទាំងមូលយើងអាចគូលើនឹងបានឬក៏យើងអាច click លើវាទៅហើយយើងអាចឆេញដូចអត់តំណងអញ្ចឹងយើងអាចគូជា column ជាប្រភេទ column បានឬក៏ win loss បាទអញ្ចឹង win loss វាច្រើនវាទុកពពួកឈ្នះចាញ់ផ្សេងៗហ្នឹងគេអត់ដាក់មួយព័ត៌មាននឹងអត់ត្រូវទេអូខេអញ្ចឹងគេអាចគូវាជាមួយនឹងពពួក column បានណាគេអាច show high point អានេះ low point នេះ low point អញ្ចឹងយើងអាចកែបានពួក color ផ្សេងៗហ្នឹងទីហោដូចជា mark color នេះបើសិនជា high អូខេខ្ពស់យើងស្រឡាញ់ពណ៌ខៀវចុះបើសិនជា low ណានេះ first ទេដំបូងចុងក្រោយទេបើសិនជា low ពណ៌នេះចុះនេះ low ឃើញទេគេដាក់ពណ៌ឲ្យយើងអូខេណាអានេះវាជួយឲ្យយើងមកយើងដកវាចេញវាអត់ show ទេអូខេដកវាចេញវាអត់ show ទេអញ្ចឹងយើង click វាទៅហើយយើងអាចដូរពណ៌វាបានអានេះគឺតាក់ទងជាមួយនឹង spark line បាទពីច្រើនគេអាចយកទៅមើលព័ត៌មានទៅគេចង់ដឹងថាតើភាគច្រើនបើខ្ញុំលក់កាហ្វេអញ្ចឹងតើថ្ងៃណាថ្ងៃច័ន្ទជាពុទ្ធពហុអញ្ចឹងទៅថ្ងៃណាគេជួយចិត្តទិញច្រើនជាងគេថ្ងៃណាគេអត់សូវទិញច្រើនអញ្ចឹងទៅយើងអាចថាអូនេះពីច្រើនគេអត់សូវទិញទេឧទាហរណ៍អញ្ចឹងមិនបាច់លក់អីបានថ្ងៃនេះយើងអាចឈប់បានពេលថ្ងៃណាគេមកទិញច្រើនយើងអាចគេហៅគេយើងអត់គួរឈប់ទេណោះអូខេអញ្ចឹងខ្ញុំសរុបប៉ុណ្្នឹងគឺតាក់ទងជាមួយ slicer ហើយនិង spark line អរគុណច្រើនជាមួយជួបគ្នាក្រោយតាក់ទងជាមួយនឹង pivot table